ជំរាបសួរបងប្អូនទាំងអស់គ្នាបើសិនជាថ្មីមកកាន់វីដេអូរបស់ខ្ញុំបើសិនជាបងប្អូនថ្មីនៅក្នុង channel ខ្ញុំឈ្មោះ Fanny រស់នៅសហរដ្ឋអាមេរិករដ្ឋ Kansas ថ្ងៃនេះដែរខ្ញុំហើយនិងបងស្រីបាននាំគ្នាមកដើរទិញអីវ៉ាន់នៅក្នុងថ្ងៃ Black Friday ជារៀងរាល់ឆ្នាំនៅក្នុងសហរដ្ឋអាមេរិកគឺគេតែងតែធ្វើ Black Friday ហ្នឹងហើយគ្រប់ហាងទាំងអស់គឺគេតែងតែបញ្ចុះតម្លៃច្រើនសម្រាប់តាមមួយថ្ងៃហ្នឹងទេបងប្អូនហើយសម្រាប់ថ្ងៃ Black Friday ហ្នឹងគឺគេបញ្ចុះទាំងអនឡាញទាំងនៅក្នុងហាងផ្ទាល់អញ្ចឹងបើសិនជាយើងមានពេលយើងអាចមកហាងផ្ទាល់ទៅដើម្បីទិញអីវ៉ាន់ហ្នឹងតែបើសិនជាយើងអត់ចង់មកហាងផ្ទាល់ទេយើងអាចទិញតាមអនឡាញក៏បានដែរគឺគេដឹកឲ្យហើយសម្រាប់ខ្ញុំវិញគឺថាទិញទាំងពីរបងប្អូនទិញទាំងអនឡាញហើយនឹងមកហាងផ្ទាល់ទៀតអញ្ចឹងសម្រាប់សម្ភារៈតុបតែងនៅក្នុងផ្ទះហ្នឹងគឺខ្ញុំមកទិញជាមួយបងស្រីខ្ញុំហើយសម្រាប់ទីថាអីវ៉ាន់កៅអៅឬក៏ស្បែកជើងអីខ្ញុំទិញតាមអនឡាញព្រោះអីខ្ញុំដឹងទំហំរបស់ខ្ញុំអញ្ចឹងណាហើយបើសិនជាយើងអត់ស្រឡាញ់ទេយើងអាចបដូរវិញក៏បានដែរហើយនៅក្នុងហាងមួយនេះគឺបងស្រីខ្ញុំក៏បានទិញគ្រឿងតុបតែងផ្ទះតុបតែង Christmas នៅក្នុងផ្ទះគាត់ហើយនៅក្នុងហាងនេះដែរគឺពួកយើងក៏អត់សូវបានទិញអីច្រើនដែរទិញតិចតួចឯពួកអីដូចថាយើងមានច្រើនដែរនៅផ្ទះអញ្ចឹងខ្វះតែតិចតួចឯងមួកអានោះមានសាច់កអីកវលអីតែមានតែគេនៅហ្នឹងណា Line and tell me the fabrics, please. Tell me the fabrics. Cái tôi vậy Coi nó lại biển lời dân shop hai trăm làng kịch lùi làng về đại nè áឡើយនេះគឺយើងបានមកហាងមួយទៀតគឺឈ្មោះថា Home Girl ហាងមួយនេះក៏គេលក់បែបជាគ្រឿងតុបតែងផ្ទះអីដែរអញ្ចឹងខ្ញុំហើយអ្នកបងស្រីបានដើរមើលហើយក្នុងហាងនេះគឺខ្ញុំបានទិញអីតិចតួចដែរsnow ឯក្នុងកដាស់ក្លាស់អានេះគេខ្ចប់ជាកដោឲ្យស្រាប់ចឹងណាបងមានតែគេចង់យើងចង់ឲ្យកដោគេចឹងមួយសេតនេះបងប្អូនហើយម៉ាននេះ5 10រៀលតាមានកែវមានកដោះគោអីចឹងណានេះក៏ស្អាតដែរកែវសេតគេធ្វើស្រាប់ឥឡូវនោះនំនេះ hot cocoa ចឹងណានេះ hot cocoa អានេះតម្លៃគេប៉ុន្មានមកមើលតម្លៃសិនអូនេះ3 10រៀលតា
ងម្នាក់3ថងម្នាក់នៅស្ទាន់នេះអត់មានសេល ដើរទិញអីវ៉ាន់រៀងយូរដែរឥឡូវហេវហើយបងប្អូនអញ្ចឹងយើងបានមកញ៉ាំអីនៅ Kim កន្លែងហ្នឹងគឺគេមានលក់ម្ហូបវៀតណាមហើយពួកខ្ញុំបានមកម្ដងអីហើយចូលចិត្តឥឡូវនេះគឺថាពួកខ្ញុំមកញ៉ាំម្ដងទៀតហើយនៅក្នុងហាងនេះគឺគេមាន menu 2អានេះ menu គេធម្មតាហើយអាមួយស្លឹកនោះគេហៅ special menu បងប្អូនអញ្ចឹងពួកខ្ញុំបានហៅអា special menu ហ្នឹងបងស្រីខ្ញុំគាត់បាន order អានេះខ្ញុំភ្លេចឈ្មោះដែរប៉ុន្តែដូចជាបងម៉ាំហើយផខ្ញុំវិញគឺតិចទៀតបានមកដល់ហើយរបស់ខ្ញុំដូចជាប្រហិតត្រីបងប្អូនកាទៀវប្រហិតត្រីតែវាដូចនៅស្រុកខ្មែរយើងឯងប៉ុន្តែមានអីរសជាតិគេមួយយ៉ាងដែរបងប្អូនហើយលើកទី1ដែរដែលខ្ញុំបានកំងអាមួយមុខហ្នឹងព្រោះអីម្ដាយញ៉ាំដែរចង់ផ្លាស់ប្ដូររសជាតិម្ដងចង់សាកម្ហូបថ្មីអានេះខ្ញុំ order ប្រហិតត្រីកាទៀវប្រហិតត្រីstyle ដាណាងគេដាក់ដាណាង fish cake ហើយគេមានកាពិណាតេហើយញ៉ាំមួយបន្លែនេះមានល្ពៅមានបន្លែគ្រប់មុខហ្មងដូចលោកហៅយើ មាន ង ស្ពៃ ដូចលោកហៅ មានស្ពៃមានល្ពៅលើកទី1សាមានbamboo កាពាំងបន្លែគេគ្រប់មុខចឹងវីដេអូក្នុងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនដែលបានចូលមកទស្សនាកុំភ្លេចជួយ like និង subscribe ឲ្យខ្ញុំម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើនជំរាបលាបាយបាយ